ស្ដីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមកឆ្លើយជាមួយនឹងសំណួរបងប្រុសបងថងគាត់សួរបងតើគ្រឿង OEM brand ណាដែលមានគុណភាពល្អបន្ទាប់ពីគ្រឿង original អញ្ចឹងគឺជាសំណួរមួយដែលល្អមែនតើជាទូទៅភ្ញៀវគាត់អាសាសួរខ្ញុំពាក់ព័ន្ធជាមួយនឹងតើគ្រឿងឡានផាតមួយណាផាតអីគឺជាគ្រឿង OEM ផាតអីជាគ្រឿង original ហើយផាតអីដែលជាគ្រឿង copy តើការដែលយើងទិញការប្រើប្រាស់តើយើងគួរតែប្រើប្រាស់អីវ៉ាន់មួយណាអញ្ចឹងថ្ងៃហ្នឹងខ្ញុំយក3ផាតហ្នឹងមកបកស្រាយឲ្យច្បាស់ពាក់ព័ន្ធជាមួយនឹងអីគេជាគ្រឿង original អញ្ចឹងគ្រឿង original គឺជាគ្រឿងដែលរោងចក្រព្រោះថាយើងនិយាយចេះដូចរោងចក្រ Toyota ដូចរោងចក្រ Lexus រោងចក្រផ្សេងៗទាំងអស់ហ្នឹងគាត់ផលិតឡានទាំងមូលហ្នឹងមិនមែនថាអូគ្រប់ផាតទាំងអស់នៅក្នុងបង្គំឡានទាំងអស់ហ្នឹងគឺគាត់ផលិតខ្លួនគាត់ទាំងអស់ហើយអញ្ចឹងគេមានcontractor របស់គេហ្នឹងគឺរោងចក្រមួយគេផលិតគ្រឿងបង្គំឡានហ្នឹងយកទៅគ្រាន់តែចុងក្រោយគេ assembly នៅរោងចក្ររៀងខ្លួនរបស់គេហ្នឹងអញ្ចឹងរោងចក្រដែលផលិតអីវ៉ាន់ឲ្យទៅខាងក្រុមហ៊ុនទាំងអស់ហ្នឹងពេលដែលគេផលិតអីវ៉ាន់ឲ្យទៅ original គ្រឿង original អញ្ចឹងគឺគ្រឿង original ហ្នឹងគឺមាន logo brand ឡានហ្នឹងគឺនៅលើហ្នឹងហ្មងក្រុមហ៊ុន Toyota ជាគៀង Toyota ជាគៀង Lexus ជាគៀង Sedan packaging របស់គេគឺមាន logo brand ឡាននៅលើហ្នឹងហ្មងអញ្ចឹងអាហ្នឹងគេហៅថា Evan Original ហើយភាគច្រើនជាទូទៅគឺវាមានតម្លៃថ្លៃនៅក្នុងការទិញហ្នឹងប៉ុន្តែ Evan Original ដោយសាររោងចក្រគេមានពាក់ព័ន្ធជាមួយនឹង warranty អញ្ចឹងគេអាចមានការធានាក្នុងរយៈពេលណាមួយតាមរោងចក្រផ្សេងតាម brand ឡានផ្សេងគ្នាពាក់ព័ន្ធមួយទៀត Evan មួយទៀតគឺ Evan OEM អញ្ចឹង Evan OEM ហ្នឹងគឺជាគ្រឿងអីគេ Evan OEM គឺជាគ្រឿង original ផលិតដោយរោងចក្រដែលផលិត contractor ដែលផលិតឲ្យទៅខាងក្រុមហ៊ុនដើមមកគេហ្នឹងគឺគាត់ផលិតអីវ៉ាន់ហ្នឹងលក់នៅលើទីផ្សារអញ្ចឹងអ្វីដែលខុសគ្នាហ្នឹងគឺអីវ៉ាន់ហ្នឹងគឺ original ប៉ុន្តែអត់មាន logo ពាក់អត់មាន logo Toyota អត់មាន logo ឡាននៅលើហ្នឹងទេអញ្ចឹងអីវ៉ាន់ហ្នឹងគឺគេមាន logo brand មកគេកុយតូអញ្ចឹងទៅកុយតូបងប្អូនយើងអ្នកដែលលក់គ្រឿងឡានអ្នកដែលប្រើប្រាស់ជាមួយនឹងToyota មួយ Lexus គាត់ដឹងហើយចង្គៀងរបស់ជាទូទៅគឺចង្គៀងរបស់ពួកហ្នឹងគឺផលិតដោយក្រុមហ៊ុនកុយតូអញ្ចឹងអីវ៉ាន់របស់កុយតូដែលគាត់ផលិតចេញមកខាងក្រៅហ្នឹងគេហៅថាអីវ៉ាន់ OEM អញ្ចឹងខុសអ្វីដែលខុសគ្នាហ្នឹងគឺ packaging ការវេចខ្ចប់របស់វាគឺអត់មាន logo ក្រុមហ៊ុនដើមទេអត់មាន logo ឡានហ្នឹងទេហើយតម្លៃវាអាចខុសគ្នាពី original អាចធូរថ្លៃជាង original ចាប់ពី 15% ទៅ 30% ទៅតាមប្រភេទអីវ៉ាន់ទៅតាមប្រភេទbrand អាហ្នឹងជាទូទៅគឺអញ្ចឹងហើយនឹងអីវ៉ាន់មួយទៀតដែលបងប្អូនទាំងអស់គ្នាតែតែឆ្ងល់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអីវ៉ាន់ copy អីវ៉ាន់ copy យើងនិយាយចំទៅអីវ៉ាន់ copy គឺវាមានទៅតាមតម្លៃវាមានតាម grade របស់វាមាន grade A grade B grade C ទៅតាមមុខទំនិញទៅតាមប្រភេទរោងចក្រនិងតម្រូវការផ្សេងគ្នានៅលើទីផ្សារអញ្ចឹងអីវ៉ាន់ copy វាមិនមែនថាឲ្យតែអីវ៉ាន់ copy ទាំងអស់គឺអីវ៉ាន់សុទ្ធតែអត់ល្អទេអីវ៉ាន់ copy អាចនឹងមានស្តង់ដាររហូតស្មើជាមួយនឹងអីវ៉ាន់ដើម original អីវ៉ាន់ OEM តម្លៃគឺវាខុសគ្នាទៅតាមហ្នឹងវានឹងអាចថ្លៃជាងអីវ៉ាន់ដើមក៏មានដែរអីវ៉ាន់ original ទៀតក៏មានដែរទៅតាមប្រភេទអីវ៉ាន់អញ្ចឹងគុណភាពវាទៅតាមការចំណាយរបស់យើងបើយើងទិញ copy វាអីវ៉ាន់ copy ដែលថ្លៃអញ្ចឹងអីវ៉ាន់វាអាចនឹងល្អព្រោះអីវ៉ាន់ copy ទាំងអស់ហ្នឹងគឺវាមាន brand រៀងខ្លួនរបស់វាទាំងអស់អញ្ចឹង brand ខ្លះគេមាន branding របស់គេធ្វើទីផ្សារគេទៅលើទីផ្សារ premium អញ្ចឹងគេអាចអីវ៉ាន់ copy ដូចគ្នាហ្នឹងគឺផលិតមកគឺនៅក្នុងតម្លៃថ្លៃអញ្ចឹងគេលក់នៅក្នុងទីផ្សារថ្លៃដូចគ្នាអញ្ចឹងសម្រាប់បងប្អូនណាដែលមានការខ្វះខាតជាមួយនឹងថវិកាឬមួយក៏យើងចង់ save budget គេមានទៅតាមគុណភាពរបស់គេទៅតាម branding របស់គេទៅតាម part របស់គេអញ្ចឹងអាចទិញកម្រិត A B C ទៅតាមការចំណាយរបស់យើងខ្ទង់ចំណាយរបស់យើងអញ្ចឹងវាមានរហូតដល់អីវ៉ាន់ដែលអត់ល្អអញ្ចឹងសួរថាតែអីវ៉ាន់ទាំង3ហ្នឹងយើងគួរតែទិញអីវ៉ាន់មួយណាអីវ៉ាន់ copy អីវ៉ាន់ original ឬមួយក៏អីវ៉ាន់ OEM តើប្រភេទភ្ញៀវបែបណាដែលគាត់ទិញអីវ៉ាន់ប្រភេទបែបណាអ
ចឹងភាគច្រើនដូចជាភ្ញៀវប្រភេទពួក high end គាត់focus ខ្លាំងគាត់មានបាត់ចិត្តគ្រប់គ្រាន់អញ្ចឹងគាត់ទិញអត់ខ្វល់គាត់ទិញអីវ៉ាន់ original ទៅអញ្ចឹងពាក់ព័ន្ធជាមួយនឹង smart buyer អ្នកដែលទិញគាត់ទិញចង់បានអីវ៉ាន់ល្អនៅក្នុងតម្លៃដែលសមរម្យអញ្ចឹងគាត់ទិញជាមួយនឹង part OEM ហើយពាក់ព័ន្ធជាមួយនឹងអីវ៉ាន់ copy ដែលជាទូទៅភាសាបច្ចេកទេសគេអាចហៅមួយទៀតហៅថា after market ចឹងប្រភេទអីវ៉ាន់ហ្នឹងយើងត្រូវបែងចែកឲ្យដាច់ថាអីវ៉ាន់ហ្នឹងល្អមិនល្អគឺសំខាន់ទៅលើ supplier របស់យើងតែយើងទិញ supplier មួយណា brand របស់គេហ្នឹង brand ល្អអត់ចឹងយើងត្រូវទៅតាម brand ហ្នឹងទៅព្រោះអីវ៉ាន់ហ្នឹងគឺផលិតសម្រាប់ឡានហ្នឹងមែន part ហ្នឹងគឺសម្រាប់ឡានហ្នឹងមែនប៉ុន្តែវាមានតាមគុណភាពរបស់វាចឹងទៅចឹងតែយើងគួរទិញមួយណាហ្នឹងជាការសម្រេចចិត្តរបស់យើងមិនមែនថាអូអីវ៉ាន់ copy ទាំងអស់សុទ្ធតែអត់ល្អអីវ៉ាន់ copy ទាំងអស់សុទ្ធតែអន់ចឹងអីវ៉ាន់ដូចគ្នានៅលើទីផ្សារអញ្ចឹងអ្វីដែលស្មុគស្មាញជាងគេគឺអីវ៉ាន់ copy តែយើងអត់ដឹងថានៅលើទីផ្សារទាំងអស់គ្នាហ្នឹងអីវ៉ាន់ copy ដូចគ្នាប៉ុន្តែតម្លៃខុសគ្នាច្រើនហ្នឹងគឺខុសគ្នាដោយសារអញ្ចឹង brand មានរៀងខ្លួនអ្នកណាយក brand ណាមកទីផ្សាររបស់គាត់របៀបម៉េចគាត់នឹងយកមករបៀបអញ្ចឹងដែលភ្ញៀវជួយទូទៅគាត់សួរហ្នឹងគឺពាក់ព័ន្ធជាមួយនឹងអីវ៉ាន់ហ្នឹងអូខេហើយអញ្ចឹងមានពាក់ព័ន្ធបញ្ហាពាក់ព័ន្ធជាមួយនឹងគ្រឿងឡានផ្សេងៗមានចម្ងល់ពាក់ព័ន្ធមួយគ្រឿងឡានផ្សេងៗបងប្អូនអាចតម្លាក់នៅក្នុង comment បានអរគុណបាយបាយ